សូមស្វាគមន៍មកកាន់ Cambodia Flash News អន្តរជាតិត្រាំជួបជាមួយប្រធានអង្គការ NATO គណៈអាមេរិកកំពុងពិចារណាដកខ្លួនចេញពីសម្ព័ន្ធមិត្តប្រធានាធិបតីអាមេរិកលោក Donald Trump បានបើកកិច្ចប្រជុំបិទទ្វារជាមួយអគ្គលេខាធិការអង្គការ NATO លោក Mark Rutte នៅទីក្រុង Washington DC នៅថ្ងៃទី 8 ខែមេសាដំណើរទស្សនកិច្ចរបស់លោក Rutte បានកាត់ឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសេតវិមាននិងសម្ព័ន្ធមិត្តដោយលោក Trump បាននិយាយកាលពីថ្ងៃទី 1 ខែមេសាថាលោកកំពុងពិចារណាយ៉ាងខ្លាំងក្នុងការដកសហរដ្ឋអាមេរិកចេញពីអង្គការ NATO លោក Trump ដែលជាអ្នករិះគន់អង្គការ NATO យូរមកហើយមានការខកចិត្តចំពោះសម្ព័ន្ធភាពជុំវិញការខ្វះខាតការគាំទ្ររបស់ប្រទេសសមាជិកចំពោះសង្គ្រាមអាមេរិកនៅអ៊ីរ៉ង់លោក Rutte បានសរសើរលោក Trump នៅក្នុងការធ្វើអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីកិច្ចប្រជុំនេះទោះបីជាលោកមិនបាននិយាយថាតើលោក Trump បានជួលដំណឹងដល់លោកអំពីផែនការចាក់ចេញពីសម្ព័ន្ធភាពឬយ៉ាងណា Rutte បានប្រាប់ CNN ថានេះគឺជាការជួបគ្នារវាងមិត្តភ័ក្តិមេដឹកនាំអង្គការ NATO បានបន្ថែមថាលោកពិតជាកោតសរសើរចំពោះការដឹកនាំរបស់លោក Trump ហើយថាប្រធានាធិបតីសហរដ្ឋអាមេរិកបានបន្សល់ទុកនូវកេរដំណែលផ្លាស់ប្ដូរលើសម្ព័ន្ធមិត្តនៅពេលសួរថាតើលោកមានការព្រួយបារម្ភយ៉ាងណាចំពោះលោក Trump ចាក់ចេញពីអង្គការ NATO លោក Rutte បានបដិសេធមិនឆ្លើយលោក Rutte បានសារភាពថាគាត់មានការខកចិត្តយ៉ាងខ្លាំងចំពោះសម្ព័ន្ធមិត្ត NATO ជាច្រើនហើយខ្ញុំអាចមើលឃើញចំណុចរបស់គាត់បន្ទាប់ពីកិច្ចប្រជុំនោះលោក Trump មិនបានផ្លាស់ប្ដូរសម្លេងរបស់គាត់ចំពោះសម្ព័ន្ធភាពនោះទេដោយនិយាយថា NATO មិននៅទីនោះទេនៅពេលដែលយើងត្រូវការពួកគេហើយពួកគេនឹងមិននៅទីនោះប្រសិនបើយើងត្រូវការពួកគេម្ដងទៀតមេដឹកនាំអាមេរិកធ្លាប់បានបញ្ចេញចេតនាចង់បញ្ចូលតំបន់ Greenland ដែលជំរុញឲ្យមានការព្រួយបារម្ភពីប្រទេសដាណឺម៉ាកដែលជាទឹកដីស្វយ័នកាសែត Wall Street Journal WIJ បានរាយការណ៍នៅថ្ងៃតែមួយជាមួយនឹងដំណើរទស្សនកិច្ចរបស់លោក Rutte ដោយដកស្រង់សម្ដីមន្ត្រីរដ្ឋបាល Trump ផែនការនេះបញ្ឈប់ការដកខ្លួនទាំងស្រុងដែលត្រូវបានគំរាមកំហែងប៉ុន្តែអាចពាក់ព័ន្ធនឹងការបិទមូលដ្ឋានយោធានៅក្នុងប្រទេសអេស្ប៉ាញឬប្រទេសអាល្លឺម៉ង់បន្ថែមពីលើការដាក់កងទ័ពឡើងវិញមន្ត្រីរដ្ឋបាលបាននិយាយថាផែនការនេះអាចនាំឲ្យមានកងទ័ពបន្ថែមទៀតដែលឈរជើងនៅក្នុងប្រទេសដែលគេចាត់ទុកថាគាំទ្រយោធាអាមេរិកដូចជាប៉ូឡូញ រ៉ូម៉ានី លីទុយអានី និងក្រិចទង្វើបែបនេះនឹងធ្វើឲ្យទាហានអាមេរិកខិតទៅជិតព្រំដែនរបស់ NATO ជាមួយរុស្ស៊ីមុនពេលកិច្ចប្រជុំរបស់ Rutte ជាមួយលោក Trump លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បាននិយាយថាមេដឹកនាំទំនងជានឹងពិភាក្សាអំពីលទ្ធភាពនៃការចាក់ចេញរបស់សហរដ្ឋអាមេរិកពីអង្គការ NATO Leavitt បាននិយាយថា Trump មានការខកចិត្តចំពោះអ្វីដែលគាត់យល់ថាជាការក្បត់របស់ NATO ចំពោះសហរដ្ឋអាមេរិកនាងបាននិយាយថាខ្ញុំមានសម្រងផ្ទាល់ពីប្រធានាធិបតីសហរដ្ឋអាមេរិកអំពីអង្គការ NATO ហើយខ្ញុំនឹងចែករំលែកវាជាមួយអ្នកទាំងអស់គ្នាពួកគេត្រូវការសាក់លបងហើយពួកគេបរាជ័យវាពិតជាគួរឲ្យសោកស្ដាយណាស់ដែល NATO បែកខ្នងដាក់ប្រជាជនអាមេរិកក្នុងរយៈពេល6សប្តាហ៍ចុងក្រោយនេះនៅពេលដែលវាជាប្រជាជនអាមេរិកដែលបានផ្ដល់មូលនិធិដល់ការការពាររបស់ពួកគេទីក្រុង Washington មិនបានពិគ្រោះជាមួយដៃគូអឺរ៉ុបរបស់ខ្លួនមុនពេលចាប់ផ្ដើមការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់ទេហើយក៏ការការពាររួមរបស់ NATO មិនតម្រូវឲ្យដៃគូចូលរួមក្នុងសង្គ្រាមវាយលុកនោះទេទោះជាយ៉ាងណាក៏ដោយការឆ្លើយតបរបស់អឺរ៉ុបជុំវិញសង្គ្រាមបានធ្វើឲ្យលោក Trump ខឹងសម្បារសម្ព័ន្ធមិត្តអឺរ៉ុបបានច្រានចោលការអំពាវនាវរបស់ Trump ក្នុងការបញ្ជូននាវាចម្បាំងដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញហើយមួយចំនួនបានបិទដែនអាកាសរបស់ពួកគេចំពោះយន្តហោះអាមេរិកដែលចូលរួមក្នុងប្រតិបត្តិការយោធាតាមសេចក្តីរាយការណ៍លោក Trump ថែមទាំងបានគម្រាមបញ្ឈប់ការផ្គត់ផ្គង់សព្វាវុធដល់អ៊ុយក្រែនប្រសិនបើសម្ព័ន្ធមិត្ត NATO មិនចុះសម្រុងនឹងគ្នានោះមុនពេលអង្គុយជាមួយលោក Trump លោក Rutte បានជួបដាច់ដោយឡែកជាមួយរដ្ឋលេខាធិការ Marco Rubio កាលពីព្រឹកថ្ងៃប្រហ័សមន្ត្រីបានពិភាក្សាអំពីសង្គ្រាមក្នុងប្រទេសអ៊ីរ៉ង់ការចរចាបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននិងការបង្កើនការសម្របសម្រួលនិងការផ្លាស់ប្តូរបន្ទុកជាមួយសម្ព័ន្ធមិត្ត NATO នេះបើតាមក្រសួងការបរទេសអាមេរិករដ្ឋបានរីករាយនឹងទំនាក់ទំនងដ៏កក់ក្ដៅជាមួយ Trump ទោះបីជាសេតវិមានបានប៉ះទង្គិចជាមួយអង្គការ NATO ជុំវិញការចំណាយលើវិស័យការពារជាតិគោលនយោបាយរុស្ស៊ីនិងស្ថានភាពនៃ Greenland ក៏ដោយច្បាប់របស់សហរដ្ឋអាមេរិករារាំងលោក Trump ពីការចាក់ចេញពី NATO ទាំងស្រុងការសម្រេចចិត្តនេះនឹងតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការពីសភាសហរដ្ឋអាមេរិកដែលសម្ព័ន្ធភាពនេះត្រូវបានគាំទ្រយ៉ាងទូលំទូលាយនៅឆ្នាំ2023សភាបានអនុម័តច្បាប់មួយដែលគាំទ្រដោយព្រឹទ្ធសមាជិក Marco Rubio ដែលរារាំងប្រធានាធិបតីអាមេរិកណាមួយពីការដកខ្លួនជាឯកតោភាគីពីអង្គការ NATO ដោយគ្មានការយល់ព្រមពី2/3នៃប្រសិទ្ធភាពឬទង្វើរបស់សភាអរគុណសម្រាប់ការតាមដាន Cambodia Flash News អន្តរជាតិ